បន្ទុកនៅទៀតដូចបងនិយាយអញ្ចឹងវាអាចចំណាក់ណាកូនសិស្សរៀនវាមានដែរ grade A grade B grade C ហើយជាទូទៅពីព័ត៌មានអន្តរជាតិដែលយើងមាននៅក្នុងប្រព័ន្ធហ្នឹងយើងចាប់ផ្ដើមរៀបចំបាទថាចំណាត់ថ្នាក់ប៉ុនគាត់ដែលយើងប្រយុទ្ធទៅជាគេហៅថាបន្ទុកអន្តរជាតិឬក៏មួយទៀតយើងហៅថា K score K score ហ្នឹងបានថាវានឹងព្យាយាមទស្សន៍ទាយលទ្ធភាពនៅក្នុងការបង់សងបណ្ណតិជនហើយជាទូទៅ K score ហ្នឹងយើងមានតែបន្ទុករបស់យើងមានពី100រហូតដល់1400បានន័យថាមិនអតិថិជនដែលបានបន្ទុក K score កាន់តែខ្ពស់បានថាលទ្ធភាពនៅក្នុងការបង់សងយឺតកាន់តែតិចវាដូចថាបើសិនជាកូនសិស្សនឹងរៀនបានឧទាហរណ៍ថា100បន្ទុកកូនសិស្សល្អកូនសិស្សរៀនបានឧទាហរណ៍10បន្ទុក20បន្ទុកអញ្ចឹងកូនសិស្សហ្នឹងប្រហែលជាត្រូវការរៀនសូត្របន្ថែមទៀតបាទវាដូចគ្នាដែរបើសិនជាអតិថិជនដែលគាត់បាន K score តិចបានន័យថាគាត់អាចមានហានិភ័យខ្ពស់បាទអញ្ចឹងបាទថាបើសិនជាធនាគារត្រូវការឲ្យកម្ចីគាត់ធនាគារអាចមានលក្ខខណ្ឌមួយចំនួនក៏ត្រូវការមើលបន្ថែម